ខ្ញុំអាចធ្វើអ្វីបានដែលលីនដាធ្លាប់ធ្វើសួស្តីតែលោកចង់និយាយថាតែទៀតនឹងបានទៅពុកប៉ូលីសវិញហើយបន្តិចទៀតជួបគ្នាចាំនិយាយគ្នាទៀតគេប្រហែលជានៅជាមួយលីនដាហើយមិនចាំបាច់និយាយក៏ដឹងដែរមិនចាអាចចង្រៃយកទៅវិញសាក់នេះមិញមក6:30 នាទីមានពលិអ្នកត្រូវឃាតករបាឡាំងបុកសម្លាប់នៅទីកន្លែងកាត់ហេតុនោះគេនៅមុខពុកប៉ូលីសថ្ងៃនោះដដែលគឺអ្នកជាសាស្ត្រប៉ុនត្រូវគេសម្លាប់ដែរនៅឆ្មាំនៅលើស្នងការសំលោកមានចបនតែមកឃាតករនោះជាណាដែរទៅបានសំលោកមានប្រសាសន៍តែណាឥឡូវឡើងមកថយចេញបានហើយថយចេញអូចុះសិនអស់លោកទាំងអស់គ្នាស្ដាប់ខ្ញុំនិយាយសិនទៅណានៅពេលទំនេរខ្ញុំនឹងជម្រាបពីបញ្ហានេះដល់អស់លោកទាំងអស់គ្នាជាមិនខានទេសូមអភ័យទោសដល់អស់លោកទាំងអស់គ្នាផងតែនេះជាស្នាដៃរបស់ពួកទៀមណាទៅបានឈប់ការប្រម្ចាស់ទីប្រម្ចាស់យើងមកទីធ្វើអីទៅយើងមកនេះក៏ព្រោះតែរឿងសានប៉ិនយើងបានស្ដីថាសហការជាមួយនឹងវានេះហើយណាព្រះម្ចាស់ហេតុអីនេះគឺជាមូលហេតុដែលយើងមិនចង់ឲ្យបរិបទយើងស្លាប់ដោយសារតែខ្លាយស្វាននោះទេណាឯងមើលទៅសានប៉ិនសម្រាប់មនុស្សបន្តិចទេបើសិនជាត្រង់សហការជាមួយគេទៀតនោះពិភពលោកច្បាស់ជាដូររំលំខាងទេតែយើងមិនចង់ឲ្យបរិបទយើងត្រូវគេធ្វើបាបនោះទេតែពួកអ្នកទាំងអស់គ្នាយល់ចិត្តរបស់ខ្ញុំហើយនៅពេលនេះព្រះអង្គទុកព្រះハរតីលើខ្ញុំចោះខ្ញុំរំជបាយចាប់សានប៉ិនទៅបានពួកលោកពិតជាអាចចាប់អស័ក្តិលើឆានបានមែនទេបើសិនជាពួកលោកចង់ជួបគេនោះពួកលោកមិនស្លាប់ហើយមនុស្សជាច្រើនស្លាប់ដោយសារស្នាដៃរបស់គេខ្ញុំថាទេលោកគិតថាពួកយើងធ្វើសមាធិមែនទេនេះស្គីមសូមព្រះម្ចាស់ជាពេលពីថ្ងៃទៀតទៅចុះយើងរំជបាយជួយបតារបស់ព្រះម្ចាស់ទៅបានលោកយើងនឹងជួយពេលពីថ្ងៃទៀតទៅចុះបើសិនជាអស់លោកមិនអាចជួយបុតយើងបានទេសូមលោកកុំបន្ទោសយើងឲ្យសោះណាយើងសហការជាមួយវាហើយយើងទៅសិនហើយណាខ្ញុំលាហើយគោលបំណងរបស់គេគឺចង់ចាប់ខ្ញុំអាចធ្វើពុតចូលនៅក្នុងទីពេទ្យនេះបានសេចក្តីថាខ្ញុំអាចធ្វើជាដើម្បីបញ្ឆោតឲ្យគេចេញមកតែម្ដងអ្នកទាំងអស់គ្នាយល់ហើយណាក៏មិនដល់ហើយលោកស្នងការទៅលោកស្នងការមានច្បាប់យ៉ាងម៉េចចំពោះបញ្ហាឃាតកម្មកើតឡើងបានឃាតកម្មនេះគឺមកពីប្រទេសជប៉ុនគេដូចជាសត្វដេរឆានអញ្ចឹងតែយើងនឹងថាឃាតករជាមនុស្សភេទណាហើយក៏ដឹងពីប្រវត្តិរបស់គេដែរយើងជឿជាក់ថាមិនយូរប៉ុន្មានយើងនឹងចាប់ឃាតករនោះឲ្យទាល់តែបានហើយចំណែកអ្នកស្រីសារ៉ាមានរបួសធ្ងន់ណាស់នេះកំពុងស្នាក់នៅមន្ទីរពេទ្យចំណែកជំនួយការរបស់គេគ្មានបញ្ហាស្អីទេវាជាការពិតចំពោះយើងគ្មានអីខ្លាំងឡើយទេនៅនេះមកក្រុងហុងកុងនេះតាំងនឹងទស្សនៈស្អីដែរបានឃាតករបែបនេះគឺប្រៀបដូចជាសត្វដេរឆានអញ្ចឹងបើតាមខ្ញុំយល់ឃាតករបែបនេះសម្រាប់មនុស្សផ្នែកផ្ដាស់គឺគ្រាន់តែបញ្ជាក់ថាឃាតករធ្វើអំពើផ្នែកផ្ដាស់ដូចជាសត្វដេរឆានខ្ញុំជឿថាគេមិនមែនជាមនុស្ស